រឿងបេសកកម្មកែប្រែចរិតកូនស្រីអ្នកមានអភិជនរឿងនេះនិយាយពីកាត់ចាខេរីនាងគឺជាកូនស្រីមន្ត្រីជាន់ខ្ពស់និងជាអ្នកមានអភិជនម្នាក់នៅរុស្ស៊ីដែលមានចរិតឆ្មើងឆ្មៃមិនខ្លាចជាញើច្បាប់ទម្លាប់អ្វីទាំងអស់នៅក្នុងថ្ងៃខួបកំណើតរបស់នាងបានបង្កភាពវឹកវរយ៉ាងខ្លាំងដោយបានបាញ់កាំជ្រួចតម្រង់ទៅរកហ្វូមនុស្សថែមទាំងបានផ្លន់ទុកល្បឿនលឿនរបស់ប៉ូលីសបាក់ប៊ីសនិងបុកមនុស្សថែមទៀតផងដោយសារតែមានទោសកំហុសជាច្រើនម្ដាយរបស់នាងដែលជាមន្ត្រីជាន់ខ្ពស់បានចេញមុខប្រកាសជាសាធារណៈចំពោះមុខអ្នកសារព័ត៌មានថាខ្លួននឹងចាត់ការតាមច្បាប់ដោយមិនយោគយល់ឡើយដោយកាត់ទោសឲ្យកូនស្រីជាប់ពន្ធនាគាររយៈពេល2ឆ្នាំប៉ុន្តែក្រោយខ្នងគាត់បែរជាលួចរៀបចំបញ្ជូនកូនស្រីចេញទៅដើរលេងសប្បាយនៅបរទេសទៅវិញទោះជាយ៉ាងណាសង្សាររបស់នាងដែលជាកូនអ្នកមានម្នាក់ដែរមើលទៅមិនភ្នែកនឹងទង្វើនេះឡើយលោកក៏បានសម្រេចចិត្តរៀបចំផែនការសម្ងាត់មួយដោយបញ្ជូននាងត្រឡប់ទៅអតីតកាលតាមរយៈការបង្កើតជាឈុតឆាកសម្ដែងដ៏ធំមួយដើម្បីកែប្រែចរិតរបស់នាងនិងដាក់ទណ្ឌកម្មនាងឲ្យស្គាល់ទុកលំបាកខ្លះប៉ុន្តែដោយសារតែអត្តសញ្ញាណរបស់នាងជាកូនអ្នកមានអំណាចក្រុមការងារសម្ដែងដែលនៅពីក្រោយខ្នងមិនហ៊ានធ្វើបាបឬដាក់ទណ្ឌកម្មនាងឲ្យរងទុក្ខវេទនាពិតប្រាកដឡើយពួកគេគ្រាន់តែប្រើប្រាស់តួសម្ដែងនិងស្គ្រីបរឿងផ្សេងដើម្បីព្យាយាមអប់រំណែនាំនាងប៉ុន្តែលទ្ធផលគឺមិនទទួលណាប៉ូឡេអុងនឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ត្រឡប់ទៅវិញប៉ុន្តែនៅក្នុងចិត្តរបស់នាងបែរជាមានការចូលចិត្តនិងគាំទ្រខាងភីគីបារាំងខ្លាំងណាស់នៅពេលដែលនាងបានឃើញតង់កងទ័ពរបស់ណាប៉ូឡេអុងនាងមានអារម្មណ៍រំភើបជាខ្លាំងក្រុមការងារសម្ដែងទាំងអស់រួមទាំងម្ដាយរបស់នាងដែលកំពុងមើលការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍មានការព្រួយបារម្ភយ៉ាងខ្លាំងថាខេរីអាចនឹងក្បត់ជាតិខ្លួនឯងដោយយកព័ត៌មានសម្ងាត់ទៅប្រាប់ណាប៉ូឡេអុងម្ដាយរបស់នាងស្ទើរតែមិនអាចទទួលយកបានឡើយប៉ុន្តែគាត់នៅតែមានជំនឿចិត្តលើកូនស្រីនៅពេលដែលកងទ័ពណាប៉ូឡេអុងវាយលុកចូលមកដល់ក្រុមការងារសង្ឃឹមថានាងនឹងរត់គេចខ្លួនប៉ុន្តែខេរីបែរជាសម្រេចចិត្តរត់តម្រង់ទៅរកតង់របស់ណាប៉ូឡេអុងទៅវិញចុងក្រោយនាងពិតជាបានជួបណាប៉ូឡេអុងមែនចំពេលដែលគ្រប់គ្នាកំពុងតែភ័យខ្លាចថានាងនឹងទម្លាយការសម្ងាត់ទៅឲ្យស្ត្រូវស្រាប់តែខេរីបានយកស្រាសំប៉ាញ់ជិះទៅលើមុខរបស់ណាប៉ូឡេអុងរួចដកកាំភ្លើងខ្លីចេញមកភ្លាមក្នុងបំណងចង់ធ្វើឃាតណាប៉ូឡេអុងតែម្ដងទង្វើនេះបានធ្វើឲ្យគ្រប់គ្នាក្រុមការងារនៅពីក្រោយខ្នងភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់ជាខ្លាំងកូនស្រីអ្នកមានដែលមើលទៅដូចជាចូលចិត្តវប្បធម៌បរទេសម្នាក់នេះចុងក្រោយបង្អស់នាងនៅតែជ្រើសរើសឈរនៅខាងប្រទេសជាតិរបស់ខ្លួនឯងដដែល